គេបានល្អមិនក៏លោកកាត់គោពីវយឆាយ៉ាងនេះអញ្ចឹងតាមខ្ញុំថាលើកនេះគេទៅដែរមលាគឺមិនបានຕົកលងនៅក្នុងចិត្តទេឬមួយមិនមែនសើមិនថាវយឆើមានជំងឺចម្លែកស្លន់ស្លោខ្លាំងណាស់ពេលនេះគឺមិនបានមកវិញពេញមួយយប់ទៅហើយខ្ញុំបារម្ភស្ទើរស្លាប់ទៅហើយនាងនឹងនិយាយពាក្យនេះទៀតខ្ញុំហត់ហើយសូមនាងទៅវិញទៅលោកកាត់ពីវយឆារហូតតែមិនព្រមមកខ្ញុំបន្តិចសោះមកសាមិញលោកមិនបានមកវិញពេញមួយយប់ខ្ញុំមិនបានដេកស្រួលនោះទេឬមួយលោកមិនធ្លាប់គិតថាបោះបង់វយឆាចោលហើយមិននៅជាមួយខ្ញុំទេនាងនិយាយផ្ដេសផ្ដាស់ស្អីហ្នឹងក្នុងចិត្តលោកដឹងច្បាស់ណាស់ខ្ញុំស្រឡាញ់លោករហូតមកគឺចាប់តាំងពីខ្ញុំឃើញលោកជាលើកទី1មកម្លេះឬមួយនេះខ្ញុំបាននិយាយជាមួយនាងច្បាស់យូរមកហើយតែខ្ញុំមិនបានបោះបង់ចោលទេខ្ញុំសង្ឃឹមថាលោកបោះបង់វយឆាចោលហើយមិននៅជាមួយខ្ញុំផ្ដេសផ្ដាស់លោកមិនយល់ថារឿងរបស់វយឆានេះគឺមានប្រផ្នូលទេទេវតាបានរៀបចំគ្រប់យ៉ាងហើយមិនអញ្ចឹងមិននឹងអាចឲ្យលោកមកជួបខ្ញុំទេចាប់តាំងពីពេលដែលលោកបានបែកខ្ញុំហើយនោះពួកយើងចាត់ទុកថាជាគូនឹងគ្នាហើយឆៃភីងនាងអាចស្វាងបន្តិចបានទេឬមួយខ្ញុំស្រឡាញ់លោកក៏ខុសដែរខ្ញុំបាននិយាយរួចហើយមួយជីវិតនេះខ្ញុំក្រៅពីវយឆើននៅណាក៏ខ្ញុំមិនយល់ដែរលេងអីមិនមែនមនុស្សទាំងអស់គឺសត្វតែអាចដូចជាខ្ញុំអញ្ចឹងនោះទេមួយជីវិតនេះក្រៅពីលោកអ្នកណាក៏ខ្ញុំមិនយកដែរអាចមានមនុស្សដែរស្រឡាញ់លោកដូចជាខ្ញុំអញ្ចឹងដែរទេឬមួយបន្តិចក៏លោកមិនថាទេសានៅក្នុងចិត្តខ្ញុំមានតែវយឆើទេចំណុចនេះនាងដឹងច្បាស់ណាស់ហើយដល់គ្នាចុះមកខំខ្ញុំទៀតចុះបើវយឆើស្លាប់វិញនោះហើយដែលបានជានាងនិយាយថាវយឆើស្លាប់បានហើយដែលក៏នាងនិយាយបែបនេះខ្ញុំគ្រាន់តែស្មានប៉ុណ្ណោះលោកស្លាប់ស្លោយ៉ាងនេះធ្វើអីទៅវយឆើមិនមកវិញពេញមួយយប់ហើយមានជំងឺធ្ងន់ទៀតកាត់បែបនេះក៏ជារឿងធម្មតាដែរអត់ទេមិនអាចទេវយឆើមិនអាចមានរឿងទេវយឆើមិនអាចមានរឿងទេយំមិញខ្ញុំបានបួងសួងរហូតអ្នកតាមម្ចាស់ដីប្រកាសជាថែរក្សាគេមិនអីទេទោះបីពិតជាបែបនេះមែនបើវយឆើទៅបាននោះក៏ខ្ញុំអាចនៅយាមមុខភ្នោគេតែម្នាក់ឯងដែរមិនឃ្លាតមិនបែកដែររហូតដល់ខ្ញុំស្លាប់ទៅដែរបែបនេះពួកយើងគឺអាចនៅជាមួយគ្នាជារៀងរហូតបានហើយនៅចិត្តគ្នារហូតក៏មិនចាំបាច់នឹកគ្នារហូតទៀតដែរនៅជាមួយគ្នារហូតទេទោះបីវយឆើស្លាប់បាត់ហើយក៏លោកមិនព្រមទទួលយកខ្ញុំដែរខ្ញុំគឺអន់យ៉ាងនេះហ៎មិនសមនឹងលោកយ៉ាងនេះហ៎ខ្ញុំមិនមែនមានន័យអញ្ចឹងនោះទេក្រៅពីប្រវត្តិរបស់គេល្អជាងខ្ញុំហើយគេល្អជាងខ្ញុំត្រង់ណាទេលោកនិយាយទៅគេស្លូតបោកជានាងឆ្ងាយណាស់គេមិនធ្លាប់បន្ទោសនាងនៅចំពោះមុខខ្ញុំនោះទេគ្រាន់តែចំណុចនេះនាងគឺមិនអាចប្រៀបជាមួយនឹងគេបានហើយរឹតតែកុំនិយាយពីរឿងដណ្ដើមស្នេហាគេនេះថែមទៀតនាងគឺជាបងស្រីរបស់គេបើគេដឹងតើគេឈឺចិត្តប៉ុណ្ណាទៅឆៃភីងមួយជីវិតនេះខ្ញុំមិនអាចរៀបការជាមួយនាងបានទេសូមនាងចេះគោរពខ្លួនឯងផងទៅល្អណាស់អ៊ីនេះគឺលោកបង្ខំខ្ញុំទេបើខ្ញុំយកលោកមិនបានទៅហើយអញ្ចឹងខ្ញុំគឺបញ្ជូនលោកឲ្យទៅកំដៅវយឆេចុះខ្ញុំតែសាមួយពេលនិយាយស្ដីជ្រុលពេកសូមនាងអធិស្ឋានផងខ្ញុំចង់សម្រាប់មកផ្លែតែទៀតត្រូវទៅរកវយឆើបន្តទៀតនាងទៅវិញសិនទៅខ្ញុំមិនបន្តលោកទេបើលោកមានចិត្តស្នេហ៍ជ្រាលជ្រៅចំពោះវយឆើទៅហើយអញ្ចឹងខ្ញុំគឺមិនតង់ទាមលោកទៀតទេប៉ុន្តែខ្ញុំមានសំណុំពរដ៏តូចមួយសង្ឃឹមថាលោកអាចយល់ព្រមនឹងខ្ញុំបានលោកអោបខ្ញុំបន្តិចតើបានទេបើពួកយើងតែពីរគ្មាននិស្ស័យទៅហើយនាងចាំបាច់ធ្វើបែបនេះធ្វើស្អីទៅឲ្យតែលោកព្រមអោបខ្ញុំ
ខ្ញុំសន្យាថាខ្ញុំមិនរំខានពួកលោកទៀតនោះទេបានហើយជូនពរលោកនឹងវួយឆាឆាប់បានជួបគ្នានៅជាមួយគ្នាដល់ចាស់សក់សអ្នកប្រុសមិនក៏នៅលើករបស់លោកដូចជាមានអីខ្មៅប្រហែលជាឆៃភីងចូលចិត្តធ្វើបាបគេពេកហើយតែសោះយ៉ាងនេះមានរឿងស្អីអ្នកប្រុសមនុស្សនៅក្នុងសំណាក់ក៏មិនដឹងថាយ៉ាងម៉េចដែរមនុស្សជាងពាក់កណ្ដាលអ្នកក៏មិនឈប់មិនក៏បែបនេះអញ្ចឹងលើនេះវិវរហើយអ្នកប្រុសមានរឿងធំហើយជំងឺអាសន្នរោគនេះដូចជាបានឆ្លងដល់ភូមិហួហើយើងហើយមកត្រឹមតែក្នុងសំណាក់ទេពេលនេះនៅខាងក្រោយមានភូមិឆ្លងជំងឺច្រើនណាស់សុទ្ធតែផ្ទះសាររោគលោកម្ចាស់ណាឆាន់ទៅមើលទៅណែកុំបច្ចេកគ្នាកុំបច្ចេកគ្នាអីមិននៅលោកបច្ចេកមិននៅទេកុំបច្ចេកគ្នាអីលោកបច្ចេកមិននៅទេលោកបច្ចេកមិននៅទេបាទកុំបច្ចេកគ្នាខ្ញុំបច្ចេកនៅទេបាទកុំបច្ចេកគ្នាពួកយើងចូលបងកុំតែស្អីអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំសិនអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំសិនពេលនេះឪពុកក្មេងខ្ញុំមិននៅទេខ្ញុំក៏មិនជិះព្យាបាលដែរទាំងអស់គ្នាចូលទៅក៏គ្មានប្រយោជន៍ដែរអញ្ចឹងគេយកទៅក្រាញ់ចាំមនុស្សទៅអញ្ជើញពុកក្មេងខ្ញុំហើយមិនក៏មិនទាន់មកវិញម្សិលមិញខ្ញុំចាត់មនុស្សទៅហើយក៏មិនដឹងថាហេតុអីទេដល់ពេលនេះហើយមិនទាន់មកទៀតបើជើពួកយើងចាំនៅកន្លែងនេះអើយត្រូវចាំនៅទីនេះចុះងើសន្តិភាពបានរីករាយដល់ហើយមិនអាចអស់បន្លាយបានទៀតទេអាចឆាប់ត្រៀមខ្សែខ្ញុំទៅអ្នកប្រុសមិនក៏សំបីអ្នកប្រុសក៏កកដែរគាត់នឹងខ្ញុំអីឆាប់ទៅត្រៀមខ្សែទៅគួយឈើមិនក៏អូននៅទីនេះអញ្ចឹងយ៉ាងម៉េចណាបាក់កំណើខ្ញុំអីខ្ញុំអាក្រក់ណាស់លើមកខ្ញុំកាត់មានរបស់ដែលមិនគួរឲ្យកើតបងដឹងថាអូននេះកើតមានកន្ទួលក្រហមមិនអីទេឲ្យបងមើលទៅថាមកទៀងបងចេះព្យាបាលអូនក៏ខ្លាចអីនៅក្នុងភ្នែកបងអូនគឺជាមនុស្សស្រីស្អាតជាងគេនៅក្នុងលោកនេះមកឲ្យបងមើលហេតុអីក៏បងបែបនេះដែរអញ្ចឹងយ៉ាងម៉េចហ្នឹងមិនក៏បែបនេះអញ្ចឹងអូមានជំងឺអាសន្នរោគនិយាយបែបនេះឬមួយក៏បងអញ្ចឹងដែរជំងឺអាសន្នរោគនេះសាហាវពេកហើយពួកយើងសុទ្ធតែមិនអាចគេចផុតបានត្រូវតែបញ្ញាប់រកពុកក្មេងឲ្យឃើញមកតាមបោះមកអ្នកតាមម្ចាស់ដីស្អីទៅនិយាយថាចង់ការពារពួកយើងពេលនេះប្រជារាស្ត្រនៅក្នុងភូមិអ្នកខ្លះក៏ឈឺអ្នកខ្លះក៏ដួលវេទនាអូយវេទនាឲ្យពួកយើងនេះគិតយ៉ាងម៉េចហើយថាមិនទៀងពួកយើងក៏ដេកលក់ភ្លាមគឺប្រហែលជាទៅបង្ហាញខ្លួននៅកន្លែងស្ដេចជុំមករាជនឹងបាត់ទៅហើយទាំងអស់គ្នាថាមើលត្រូវដែរទេនិយាយម៉ាត់មើលមែនណាអញ្ចឹងហើយកោតតែពួកយើងនៅបរិច្ចាគប្រាក់សង្ឃវិហារឲ្យលោកតាមម្ចាស់ដីមានប្រយោជន៍ស្អីទៅ
នៅឃើញដល់រឿងនោះខ្ញុំខឹងសឹងបកាច់ទៅហើយអ្នកទាំងអស់គ្នាថាទៅកំហឹងនេះពួកយើងអាចលេបបានដែរទេរូបវាចោលទេត្រូវឲ្យរូបចោលរូបចោលរូបវា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 ចោលទេរូបវា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 ចោលទេតែរូបចោលរូបវាចោលទេរូបវាចោលទេរូបវាចោលទេរូបចោលរូបវាចោលទេចោលហើយរូបវាចោលទេបាត់ពេញចោលរូបវាចោលទេរូបចោលរូបវាចោលទេរូបវាចោលទេដល់ចេញក៏វាមិនខានអ្នកទាំងអស់គ្នាតាមខ្ញុំមើលទៅវិធីដែលល្អជាងគេគឺរូបវិហារតាមម្ចាស់ដីចោលកំតិចចោលតែម្ដងទៅអ្នកទាំងអស់គ្នារស់ចោលទើបអាចបញ្ចេញកំហឹងរបស់ពួកយើងបានទៅទេចោលមិនបានទេនៅលើក្បាលយើងគឺមានទេវតាថែរក្សារូបវិហារចោលងាប់ប្រកាច់ដល់ធានឥឡូវអើយនេះមានអីគួរឲ្យខ្លាចទៅមានអ្វីមិនស្រួលទៅអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំនិយាយសិនអ្នកតាមម្ចាស់ដីហេតុអីក៏ឈ្មោះថាអ្នកតាមម្ចាស់ដីអញ្ចឹងនោះគឺព្រោះតែអ្នកតាមម្ចាស់ដីគឺអាចការពារពួកយើងគ្រប់គ្នាត្រូវហើយអាម៉េចវាមិនចឹងតែពេលនេះតាមម្ចាស់ដីមិនត្រឹមតែមិនបានថែរក្សាពួកយើងនោះទេនៅមិនដោយឲ្យពួកគេនោះកើតអាសន្នរោគថែមទៀតនេះគឺអ្នកតាមម្ចាស់ដីមិនបានទុកពួកយើងនៅក្នុងចិត្តពួកគេទេគេមើលស្រាពួកយើងពេកហើយខ្ញុំប្រាប់អ្នកទាំងអស់គ្នាទៅចោះគឺត្រូវទៅបណ្ដៅអ្នកតាមម្ចាស់ដីនោះបន្តិចរូបវិហាររបស់គេចោលតែម្ដងត្រូវកំហឹងហើយនេះហើយប្រើវិធីដែលល្អជាងគេអ្នកទាំងអស់គ្នាពួកយើងទៅរូបវិហារតាមម្ចាស់ដីចោលទៅរូបវិហារចោលទៅរូបវិហារចោលរូបវិហារចោលរូបវិហារចោលយើងរូបវិហារចោលតែយើងរូបវិហារចោលទៅរូបវិហារចោលទៅរូបវិហារចោលទៅរួចហើយអរគុណហើយលោកគ្រូពេទ្យជូអរគុណមិនអរគុណហើយលោកគ្រូពេទ្យជូអរគុណលោកម្ចាស់ពួកយើងឆាប់ត្រឡប់ទៅវិញទៅពុំនោះទេបើទីនោះមានការជំងឺអាសន្នរោគនោះគឺវិវត្តខ្លាំងហើយល្អតោះក្រែងនោះគឺវួយឆើបានហើយគេយ៉ាងម៉េចហ្នឹងលោកពងយ៉ាងម៉េចនោះលោកពងពួកយើងតាពីឆ្លងជំងឺអាសន្នរោគហើយគឺជាត្រង់លេងបានហើយពុកឆាប់ជួយពិនិត្យឲ្យគេទៅខ្ញុំមិនអីទេអមិនក៏សំបីតពួកឯងក៏ឆ្លងជំងឺអាសន្នរោគដែរឆាប់ឡើងអង្គុយចុះទៅមកយេអង្គុយទៅ